ลีกอังกฤษមាន5កៅអី Champions League នៅការក្រោយបើ Manchester City មិនបារម្ភខ្លាំងទេបើមាន5កៅអីតែខ្ញុំមើលទៅដូចជាអត់5កៅអីបើសិនជាមានក្រុមនៅអង់គ្លេសឈ្នះ Champions League ឧទាហរណ៍ Arsenal ឈ្នះ Champions League ចុះអាហ្នឹង5កៅអីហើយបាទបើក្រុមនៅ Premier League ឈ្នះអាហ្នឹងវា5កៅអីហើយបាទ5កៅអីត្រូវបាទ5កៅអីមាន5កៅអីអូតូម៉ាទិក5កៅអីបើពួកក្រុមអង់គ្លេសគេវាស់លើ efficient Euro coefficient បានន័យថាបន្ទុកនិងភាគរយដែលក្រុមអង់គ្លេសឡើងមករាល់ឆ្នាំហើយពួកគេបញ្ចប់ទៅក្នុងដំណាក់កាលណា League Phase ឬក៏ក្នុងដំណាក់កាលឆ្លង League ឆ្លងអីអញ្ចឹងក្រុមអង់គ្លេស5បាទក្រុមនៅអង់គ្លេស5ហើយដូចមានតែអង់គ្លេសទេ5ហើយអេស្ប៉ាញវាអត់ទេអីបាទបើ5នឹង Man U សង្ឃឹមច្រើនបាន Champions League ហើយឥឡូវ Liverpool ក៏ស្ថិតនៅក្នុងកៅអី Champions League ស្រាប់ដែរណាបាទខ្ញុំភ្លេចឲ្យរឿងអង់គ្លេស5ក្រុមចេះនិយាយ top 4ភ្លេចរឿង5ក្រុមអេស្ប៉ាញ4នេះមានតែអង់គ្លេសទេ5អ៊ីតាលីកាន់តែទៅទៀតបាទអេស្ប៉ាញ4អាល្លឺម៉ង់ក៏4ដែរបាទអាល្លឺម៉ង់ដូច4ទេមើលទៅអាល្លឺម៉ង់4ដែរបារាំងក៏4មានតែអង់គ្លេសទេ5បាទអញ្ចឹងចាត់តួសំណាងហើយលីវើពូលអីបើបានលេខ5ហ្នឹងក៏បានលេង Champions League ដែរបាទចាត់តួវាសំណាងលេខអង់គ្លេសមាន5កៅអី Champions League ហ្នឹងហើយខ្ញុំភ្លេចរឿង5ក្រុម5ក្រុមបាទខ្ញុំនិយាយមុនហ្នឹងគឺភ្លេចរឿង5ក្រុមគាត់និយាយរឿង top 4ជាប់យើងជាប់ដិតអារម្មណ៍ទៅរឿង top 4កន្លងមកយើងនិយាយ top 4ជាប់តែរឿង top 4ហ្នឹងមករហូតភាសា Carrick គាត់ស៊ីក្រុមជើងខ្លាំងនៅក្រៅបំបីប្រវត្តិសាស្ត្រទៀតបាទកូនដំរីតូចជាមួយអាតេវីណាមានសង្ឃឹមជាងខ្ញុំនិយាយឲ្យមិញណាខ្ញុំនិយាយទៅខ្ញុំដាក់ក្តីសង្ឃឹមទៅលើ Arsenal ច្រើនជាងពួក Arsenal ប្រហែលឆ្នាំចុងក្រោយនេះប៉ះក្រុមអេស្ប៉ាញអត់ដែរចាញ់ទេណាបាទប៉ះរៀលក៏តម្លាក់រៀលដែរលើការមុនបាទអញ្ចឹងរៀងគ្រាន់បើដែរប៉ះក្រុមអេស្ប៉ាញ Arsenal យ៉ាប់ខ្លាំងតែប៉ះជាមួយនឹងបាសេទេបាទប៉ះរៀលប៉ះអីភាគច្រើន Arsenal ធ្វើបានល្អបាទចង់មានន័យដោយសារបាយ័នដោយសារគ្រូឬក៏អ្នកលេងPedro Porro ឬថា Man U ចង់បានបងស្វាយរៀងបានក្រុមត្រឹមស្មើជាមួយបាងកកបើប៉ះក្លឹបលេខ1គេបែបតឹងហើយអូបានស្មើហ្នឹងក៏គ្រាន់បានដែរព្រោះគេដើរមុនយើងទទួលស្គាល់អញ្ចឹងយើងមិនមែនតែចង់ឲ្យគេឈ្នះអីទេតែក៏យើងត្រូវទទួលស្គាល់ការពិតថាយើងតម្លើងកម្រិតមកក្រោយគេទេយើងលេងបានប៉ុណ្ណេះចាត់ទុកថាយើងអស់ចាហើយបាទយើងទៅបន្តគ្រប់គ្រងក្រុមគ្នាយើងបន្តទៀតបងគិតខុសពីខ្ញុំគិតថាប៉ារីសនៅតែអាចទម្លាក់បាយ័នបានបាទនេះដល់ម៉ោងនេះគឺយើងរើសរៀងខ្លួនមើលឃើញក្រុមណាដែលយើងគិតថាឈ្នះហ្នឹងយើងរើសក្រុមហ្នឹងទៅបាទខ្ញុំទុកចិត្តបាយ័នជាងខេននេះជាផ្ការិចគ្រប់រដូវសុទ្ធច្បាស់ក្របកលៈទេសៈចែកបាច្បាស់មានឱកាសគឺមានក្របមិនជាកាត់ផ្ដាស់ទេបាទខ្ញុំមើលឃើញអញ្ចឹងដែរពីមុនខ្សែប្រយុទ្ធដែលស្ថិតនៅក្នុងប្រអប់ដែលល្អបំផុតសម្រាប់ខ្ញុំ Benzema របស់ Real Madrid តែគាត់ចេញពី Real ទៅអាហ្នឹងធម្មតាគាត់វ័យចាស់ហើយតែបច្ចុប្បន្ននេះគឺ Kane តែសម្រាប់ខ្ញុំប្រយុទ្ធប្រអប់គ្មានអ្នកណាលើស Benzema ទេព្រោះថាពីមុនណាដែល Benzema នៅលេងបាទឥឡូវក្នុងចិត្តខ្ញុំក៏នៅ Benzema ដែរនិយាយការពិតខ្ញុំដិតជាប់អារម្មណ៍លើ Benzema ប្រយុទ្ធប្រអប់និយាយប្រយុទ្ធប្រអប់តែបើក្នុងរដូវកាលនេះខ្ញុំឃើញ Kane លេងល្អពេកច្បាស់បុតពេកអញ្ចឹងយើងមើលទៅសួរថាពីអ្នកនឹង Benzema មើល Kane មួយយ៉ាងម្នាក់បាទពីមុនមាន Robert Lewandowski នៅ Bayern ហ្នឹងក៏ល្អដែរច្បាស់បុតចឹងដូចគ្នាតែបើប្រៀបធៀបជាមួយនឹងក្របបាល់ Kane
Lewandowski ban là chọc tí à gì còn sao bận mà để thế này lo thằng là gì tiện bà mến là phải chọc tí đây nè bà nhóm cất tha chạy bật comment tên á nhưng cho đây nè nhóm cất tha bà dơn pa at hồ cất pi năng làm bạch prot Champions League năm cõi menu xong cọ chụp nằm pang hồi hay là hiện à bà tầm lặng thì tôi chập đàm hồ cái khăn rồi cái này bà dơn thằng at lẹ tranh Arsenal nè rồi bà dơn có flop tranh Arsenal đấy này thử ấy cái nó bác này trong league phê tranh flop tranh Arsenal và bác này trong league phê tranh Arsenal thằng Pi thằng AT thằng bà dơn chẳng còn mơ nghi Arsenal á mà còn mơ nghi là sao kia lẹ chương mà trong đợt ca này hiện lẹ chương vinh tê mà trong gì người ta Arsenal thật không chấm nào ông là trong rơi nó là xa nó không league phê đâu có flop nè bà dơn thằng AT đây bà cam tuần tranh vì league phê thằng máu mình bác này là không league vừa chung bà hạt phó đi hai bạn chúng ta còn mơ ra Arsenal ấy bà kia còn là thòng đá đấy chung ca mình được dưới vì mình rồi luôn từ hốt đấy bà về class của mình là u chẳng Arsenal còn kia là u được sau sẽ van tích mà ở trong đời ca này bà tại vì lô sẽ va mà bình bập bình ấy lên Champions League Black Pro rồi có việc vẽ đá Black Pro ấy tha mạch bán ta khen anh sẽ lần đó tế bà bây giờ anh Champions League vì ở sai lơ rương mới tiết cứ bao là tê đài khi chấm mưa World Cup mà không chỉ nắm ta có ai top scorer rồi bỏ World Cup rồi có ai chui ông lê ta đòi vẽ chơi của một na rồi còn lực biến ấy nó kệ rồi cho đá nó lần đó có này và Arsenal lang từ ba bây giờ nó nhom tha nghề xua chiêng pa PSG nếu mà xa ta ổn ánh control PSG và những người khơi PSG lang tay nhóm có khơi PSG lang này mà đó mang đi mình bắt trong na số này dừng vậy tha trong đi trong nước on anh chia ca cho khơi vào dương tê tay vào tha ở số tê và AT tập 3 mùi bài dơn có bài dơn fly AT tập 3 mùi PSG có fly AT của AT tại lẹ 3C đó và nhưng mà đào viện này hay dương giấy nước ta mà rong dương cất ấy tay bởi dương vậy ở logic nơi cả đá cứ miền Crom na 6 vậy đào viện buông Crom miền Crom na 6 được 6 thì mình làm đào viện này thì đợt ca karaoke real mày chết là không đi học kênh comment chứ miền PPT mùi tiết rộng mình toàn khởi mà menu bà snap pi của tiết đừng xoay vọt hỏi Champions League này menu thua ban ba thằng pi của menu Champions League tầm rung bên này ao tại sao tầm rung lính bên năng pa Cromna có nghi số là mơ tới chọn vậy ta ba menu tăng bị carry mà cắn cứ mưa trôi này bà mà anh lên được cô từ mưa con này đang dùng mưa tới trôi này mà chẳng nông phèm của cô nó đang là menu Arsenal hàng sói các bạn bay từ buồn của cô này thì đây bà mưa tới đó real tham khối cứ sai cà pia ati phiệp tai cà pia đầm tai cà pia cả đà real ai nâng ao Raúl Asensio chỉnh hỏi tinh cà pia cả đà là boss sperm Romero rồi có Van der Ven ai tinh mà mùi ta áp chuyện ai tinh Romero một từ hỏi sai cà pia đầm ai tinh Pedro Porro tiếp này tam nhầm mới đó vàនេះគឺ Real Madrid បាទហើយបំរើក៏ Real Ro ដែរបាទ Ro មួយដែរព្រោះទាំងនេះគ្រូហើយនឹង Modric ចាញ់ទៅអានឹង Superstar របស់ Real 2ហ្នឹងអញ្ចឹងត្រូវបណ្ដុះ Superstar ជាតំបន់បំរើកណ្ដាលហ្នឹងឲ្យឡើងមកថ្មីអញ្ចឹងត្រូវទិញ Superstar ថ្មីគឺថាបានបាទដើម្បីយកមកដាក់នៅបំរើកណ្ដាលប្រយុទ្ធ Real មិនបាច់ទេបាទសពគ្រប់ហើយបើការពារនឹង Real ត្រូវការមែនតើបាទឆ្នាំក្រោយគឺត្រូវការណាការពារបាទអាចនឹងបានទេ7បើសិនជាអង់គ្លេសឈ្នះយុរ៉ុបEuro Champion ទៀតប្រូអូតើបាទអង់គ្លេសច្រើនពេកក៏លេងល្អមើលដែរយកអង់គ្លេសក៏ឡើងទៅច្រើនដោយសារអង់គ្លេសហ្នឹងក្លឹបនៅអង់គ្លេសភាគច្រើនឡើងទៅដល់វគ្គជ្រៅដែរបាទអញ្ចឹងគេឲ្យអង់គ្លេសច្រើនកូតាបន្តិច
សម្រាប់ជនលីកអ៊ីតាលីគួរតែបន្ថយក៏អីឲ្យតែ3ក៏អីកន្លះបានហើយស្ថានភាពលីកនេះគឺមានការពុតជែងទៀបលេងអង្គអ៊ីតាលីក្រុមអ៊ីនទ័រតែតែធ្វើទុកបុកម្នេញខ្លាំងដែរប៉ុន្តែលេងអត់សូវល្អមើលមែននិយាយទៅលីកអ៊ីតាលីមើលឆាប់ធុញអ្នកមើលគឺធុញទ្រាន់ហើយរូបភាពការចាប់រូបភាព live ហ្នឹងមើលទៅគឺអត់តាក់ទាញហើយនឹងសាច់បាល់លេងគឺភាគច្រើនលេងគេហៅថាបាល់ classic បាទបាល់លេង slow តែបើឲ្យមកលេងចូល Champions League ប៉ះក្រុមអ៊ីតាលីយ៉ាប់ដែរបាទ Inter ប្រហែលឆ្នាំបងប្អូនឃើញហើយបាទ Suarez នៅតែល្អបាទ Suarez នៅលេងមួយ Messi នៅតែចប់ទីបានគ្រាន់តែខ្ញុំពេញចិត្ត Benzema តាំងពីដើមមកបាទអាណិតគ្រូ AT និយាយទៅ AT ស្រៀងតែ Spurs អញ្ចឹងភាគច្រើនក្រុមនេះគឺកំដរគេគ្រប់កម្មវិធីទាំងអស់បានបាទលេងប៉ះក្រុមណាក៏ល្អមើលដែរតែឲ្យឈ្នះពៀនអត់ឈ្នះបាទអាតេធ្លាប់ឡើងមកដល់ជ្រៅឡើងដល់ប្រាច់ព្រាត់ Champions League ដែរនៅអត់បានពៀនអញ្ចឹងបាទដូច Spurs អាតេហ្នឹងគឺកញ្ចៅស្រៀងគ្នាដូច Spurs ហើយឆ្នាំក្រោយប្រហែលជា Julian Alvarez ចាក់ចេញទៀតឃើញ Arsenal ចង់ទិញយកហើយបាសេគាត់ចង់ទៅបាសេពងត្រៀមលុយទិញគាត់ឲ្យ100 លានហ្នឹងបាទ100 លានហើយបាទមិនធូទេបាទរឿង Luis Suarez តែគាត់ចង់ចេញពី AT ឆ្នាំក្រោយគាត់ចង់ទៅបាសេគាត់ធ្លាប់ប្រាប់ហើយបាទដល់ការក្រោយនំប៉័ងត្រៀមបិសាចត្រឡប់មួយហើយរៀលនឹងបាសេជើងទី2គ្មានអ្នកណាគិតថា AT អាចឡើងដល់វគ្គនេះទេកុំមើងងាយឲ្យសោះបាទអត់បានមើងងាយទេខ្ញុំនិយាយចឹងខ្ញុំថាដល់វគ្គនេះក្រុមណាក៏មិនអន់ដែរគាត់ថាក្នុងចិត្តយើងគិតមើលថា red ranking red តាមលេខ1អ្នកណាលេខ2អ្នកណាលេខ3អ្នកណាយើងគិតឃើញបែបហ្នឹងតែឲ្យថាមើងងាយប៉ះ AT ស្រួលស៊ីអត់ទេបាទអត់ទេPSG ធ្លាប់ចាញ់ Bayern នៅវគ្គសន្សំបន្ទុកបាទណាធ្លាប់ចាញ់ហ្នឹងហើយបង Arsenal បើបានត្រឹមលេខ2ទៀតគួរតែដេញ Arteta ចេញទៅលេខ2មិនមែនជាក្រុមដែលអន់ទេណាបាទត្រូវយល់ប៉ុណ្ណេះគ្រូដែលដឹកនាំបានលេខ2មិនមែនគ្រូអន់ទេបាទព្រោះលេខ2នៅអង់គ្លេសវាស្មើនឹងលេខ1នៅអ៊ីតាលីស្មើលេខ1នៅសឹងថាស្មើលេខ1នៅបារាំងអីនោះបាទខ្ញុំនិយាយប៉ុណ្្នឹងចុះលេខ1នៅអង់គ្លេសលេខ2នៅអង់គ្លេសសឹងតែស្មើលេខ1នៅអ៊ីតាលីលេខ1នៅបារាំងឬក៏លេខ1នៅអាល្លឺម៉ង់ពេលខ្លះបាទតែអាល្លឺម៉ង់យើងកុំនិយាយបើយើងនៅនឹងធំណាស់បើយើងបាទអញ្ចឹងយើងនិយាយពីអ៊ីតាលីហើយនឹងបារាំងយកលេខ2អង់គ្លេសសឹងតែលើកពាននៅលីកអង់លើកពាននៅសេរី A នោះបាទរៀលទិញអីគេរ៉ូមីអូល្អជាងរ៉ូមីអូណាវិញបាទចិត្តមួយចង់ឲ្យអាតេឈ្នះពាន Progressman ចិត្តមួយទៀតដោយបាយ័ន Procaine ណានេះយើងគេថាចិត្ត2បាទអត់ដាច់ស្រេចសំខាន់អាតេចាញ់ Real Sociedad នៅ Copa del Rey Final ទម្លាក់ Barcelona មកចាញ់ Sociedad សុំអត់យល់អញ្ចឹងពេលខ្លះបាល់វិញអញ្ចឹងបាសេទៅចាញ់ជាងការទៅចាញ់ក្រុមណាអង្គចាញ់ Real លេងល្អចាំតែទៅចាញ់ Mallorca ចាញ់អីដែរត្រូវអត់ពៀនអត់តែ Real នៅក្នុងលីកគឺនៅមិនទាន់អស់សង្ឃឹមទេបាទរងចាំអ៊ុតមើលមួយបាសេដែរគេលោកបាសេចាញ់អញ្ចឹងលោកបេឡូអាគាត់ថាលទ្ធភាពនៅក្នុងការបញ្ចេញពាននៅតែមានអញ្ចឹងបាទហ្នឹងគាត់ជាគ្រូគាត់និយាយអញ្ចឹងហើយគាត់ក៏មិនត្រូវបានរៀលតែងតាំងជាគ្រូអចិន្ត្រៃយ៍ដែរដឹកនាំប៉ុណ្ណេះអត់អាចយកបានជាគ្រូអចិន្ត្រៃយ៍ទេឥឡូវបេក្ខភាពគ្រូរបស់ Bayern គឺយើងឃើញមានគ្រូរបស់រៀលសំទោសគ្រូរបស់រៀលហ្នឹងគឺនិយាយទៅគ្រូអាល្លឺម៉ង់បាទដូចពេញនិយមខ្ញុំមើលទៅឃើញគ្រូអាល្លឺម៉ង់លោក Nagelsmann បើ Hansa Flick គាត់នឹងមិនចេញពីបាសេទេគាត់ថាបាសេជាក្លឹបចុងក្រោយហើយដែលគាត់ដឹកនាំបាទហើយគ្រូបាសេក៏កម្រដឹកនាំរៀលដែរបាទហើយថ្មីនេះគឺមានចចាមអារាមថាលោកJose Mourinho ចង់មកដឹកនាំក្រុមរៀលវិញគាត់ពងដឹកនាំនៅ Benfica អញ្ចឹងណាបាទបាទបេឡូអានិយាយទៅគឺគាត់នេះហើយបាទហើយនឹងក្លប់លោកយូរ៉ែនក្លប់បាទគួរអាល្លឺម៉ង់ Mauricio Pochettino ក៏ស្ថិតនៅក្នុងជំរឿសដែរតែលោកក្លប់ជំរឿសដំបូងគេបាទដែលរៀលយាមតាក់ទងតែលោកក្លប់ដូចគេអត់មានបង្ហាញអារម្មណ៍ថាគាត់ចង់មកដឹកនាំរៀលអីទេគាត់អត់មានបង្ហាញអារម្មណ៍អីសោះបាទរៀលធ្លាប់ប្រឡយពាក្យសម្ដីថារៀលនៅតែមើលឃើញក្លប់ជាអតិភិបអញ្ចឹងប៉ុន្តែរៀលចង់ឲ្យក្លប់គាត់
miền ở rắm mà đất nom riêng cầm ao tà riêng thì chập rắm trong ai cú nó cứ sờ lánh riêng trong mà đất nom riêng tại club có món coi không và chập rắm mấy chập rắm nó còn áp sơn món sẽ coi thế còn phương khơi club phương bằng người chứ riêng bọt sầm đầy mà không ta riêng bất chỉ trong ban club ấy bàn tay bờ sân chỉ club phương đăng lư chứ còn riêng đừng vô mà mày đây còn trong ai cú nó cứ miền chất trong mà đất nom mà còn gì chắc á miền chất miền thám cứ thà trong mà chui riêng tại mà đó và Pochettino club dịch đan trong bay cú cha bọc luôn có riêng đã châu đấy chỉ riêng hai đo một cao đây bàn tay dịch đan thường đăng lưới của dịch đan trong tự được nom thì một chiết rồi định về để xóm và là chụp cru một crom được chiết parang vào ngày nữa bờ sân u thì ho tha nam khối vừa khắp thangนี้còn tránh chẳng còn tần nề ai đừng riêng tiện tin vô còn mà đặt nom đài hay đừng Sebastian Hornet và Sebastian Hornet nó cứ cú nơiกรอบคำมันดิสลิกาปัจจุบันให้หนึ่งโฮเซมูรินโญ่คือเชียร์ฮอนเน็ตนั่นคือครูบอสตุตการ์ดของไงให้หนึ่งโฮเซมูรินโญ่ได้ยิงคืนท่ากมีนจะจามารามติดตัวได้จากมวยนักการบอลตลอดมาเรียนมาดริดเป็นตัวใบกดทะเลคนเพียบแต่ดักนอมกรมอิตาลีกรมโปรตุเกสวิ่งกันได้แต่กดเนื้อแต่จะครูมวยทะเลาะมีแบ็กกราวน์หล่อหัวเรียลทะเลาะโยครูแบ็กกราวน์หล่อโดยเฉพาะกาโลเซลติทะเลาะดักนอมกรมทำให้กดทะเลมันดักนอมกรมเอเวอร์ตันอย่างนั้นนะvà riêng vô một mình thằng nó còn lên o làm mình chấn hậu xem mình nhớ có đôi khi và ta dương đang thả ai ta ruin nuôi cái cuộc chúng được tràn tiết và cho gần club Mauricio Pochettino Zidane Deschamps và hay bờ Mauricio Pochettino dương khơi tham mình vốn cha mà làm một Spurs là Spurs tay tăng được Serbi bắt ai những con nơi tận này tái có ai nơiក្នុងลีរបស់ Man U ទីរបស់អីដែរព្រោះ Man U អត់តាន់តែងតាំង Carrick នៅឡើយទេបាទโอเคสำหรับกูទាំងអស់នេះបើសិនជារៀលចង់បានបើស្រាប់ខ្ញុំពេញចិត្តជាងគេគឺបើសិនជាក្លប់ខ្ញុំពេញចិត្តក្លប់ហើយបាទបើអត់ដឹកនាំលីភូក៏មិនដឹកនាំរៀលក៏បានដែរណាតែបើថាលីភូយកក៏ទៅវិញអាហ្នឹងក៏ល្អដែរព្រោះលីភូខ្ញុំដូចអានេះស្លុបហ្នឹងដូចជាទៅមិនរួចទេមកទៅឆ្នាំក្រោយអាចដេញចោលហើយទៅចប់ដល់ការនេះphảiទៅហើយបាទអញ្ចឹងឲ្យចង់ឲ្យក្លប់ទៅលីភូដែរតែសម្រាប់លំសូក៏កំពុងតែរងចាំលីភូដូចគ្នាអញ្ចឹងអាឡុំសូក៏បានក្លប់ក៏បានលីភូគ្រូថ្មីណាតែបើសម្រាប់រៀលនេះបើអត់ក្លប់ទេគ្រូដែលតំណងជាងគេខ្ញុំគាត់ថាស៊ីដានក៏បានដែរតែស៊ីដានគាត់មិនមកអាហ្នឹងករណីលើកលែងបើស៊ីដានអត់មកទេដែលនិយាយដេឆមសាក់សំបំផុតដេឆមក្នុងក្រុមយុទ្ធជាតិប្រាំងល្អណាស់គួរផ្ដល់ឱកាសដេឆមគួរជ្រើសរើសយកដេឆមតែបើក្លប់ខ្ញុំ highly recommend ដែរបាទគឺថាបើសិនជារៀលយកក្លប់បាននឹងវាអែមមែនតើតែបើសិនជាយកក្លប់អត់បានទេយកស៊ីដានអត់បានទេដេឆមល្អបំផុតដេឆមល្អបំផុតបាទជំរឿជាតិបារាំងមួយឆ្នាំចុងក្រោយនេះបងប្អូនគឺចូលវគ្គផ្ដាច់ព្រាត់ឈ្នះឬមិនឈ្នះគឺចូលវគ្គផ្ដាច់ព្រាត់រហូតបាទនៃសម្រាប់ខ្ញុំបាទអរគុណអញ្ចឹងគឺថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទខ្ញុំនឹងបងសុំទាយមួយក្រុមឲ្យហៅមកក្រុមដែលឈ្នះ World Cup ក្នុងចិត្តបងអត់តទេខ្ញុំមិនតន់ទាយខ្ញុំចង់មើលបន្តិចទៀតសិនបាទខ្ញុំចង់មើលបន្តិចទៀតសិនតែក្នុងចិត្តខ្ញុំបារាំងអេស្ប៉ាញអាហ្សង់ទីន3ហ្នឹងតែមួយក្រុមខ្ញុំអត់តន់ទាយទេតែ3ដែលខ្ញុំរើសបារាំងអេស្ប៉ាញអាហ្សង់ទីនអាចមានមួយលើក World Cup បាទអាចមានមួយលើក World Cup បារាំងនៅតែជា top favorite សម្បូរធនធានកីឡាករល្អណាស់បាទសម្បូរធនធានកីឡាករល្អច្រើនណាស់បាទមិនអាចប្រកែកទេតែដូចសូរដំណឹងអាក្រក់មួយគឺបារាំងបាត់បង់Hugo Ekitike បាទរបួសលេងមួយលីពូលរបួសអត់បានលេង World Cup ទេប្រហែលខែ7ខែនោះបាទអញ្ចឹង World Cup over ហើយបាទ Ekitike ឱកាសបង្ហាញមុខលើដំបូងផងអត់មានប៉ូទុយហ្គាល់ទេខ្ញុំអត់ទីប៉ូទុយហ្គាល់ទេព្រោះប៉ូទុយហ្គាល់ក៏ងាយឈ្នះដែរព្រោះប៉ូទុយហ្គាល់កាលពី World Cup មុនខ្ញុំទី3ក្រុមក្នុងចំណោមខ្ញុំរើសដែរខ្ញុំរើសប៉ូទុយហ្គាល់អាហ្សង់ទីនហើយប្រេស៊ីលបានអាហ្សង់ទីនលើកពានលើកនេះអត់រើសប៉ូទុយហ្គាល់ទេអេស្ប៉ាញបារាំងហើយនិងអាហ្សង់ទីនដដែល3ហ្នឹងខ្ញុំមើលឃើញនៅជាក្រុមខ្លាំងដដែលអរគុណប៉ូទុយហ្គាល់មិនមែនខ្ញុំទៅស្អប់អីណាប៉ូទុយហ្គាល់ខ្ញុំធ្លាប់ទាយហើយឆ្នាំទៅខ្ញុំទាយប៉ូទុយហ្គាល់មួយដែរណាខ្ញុំបញ្ជាក់ម្ដងទៀតប៉ូទុយហ្គាល់លេងសាច់បាល់ល្អមើលកីឡាករក៏តំណងតែដល់ពេលឲ្យថាជាប៉ូទុយហ្គាល់បើប្រៀបធៀបក្រុមដូច AT អញ្ចឹងដូច AT Madrid ដូច Spurs អញ្ចឹងគឺលេងមួយក្រុមណាក៏ល្អមើលដែរបាទតែលើកពានគឺពិបាកប៉ូទុយហ្គាល់ទៅមកលើកពានយូរ៉ូឆ្នាំ2016កន្លងទៅមួយបាទហ្នឹងក៏ពិបាកលើកពានដែរប៉ូទុយហ្គាល់នេះនឹងមិនបានលើកបានស្គាល់ពានតែមិនទាន់បាន World Cup បានយូរ៉ូបាទ
បាទហ្នឹងអរគុណច្រើនបាទអញ្ចឹងខ្ញុំសូមបញ្ចប់ការ live របស់ខ្ញុំត្រឹមតែនេះសប្តាហ៍ក្រោយយើងជួបគ្នាបន្តទៀតបាទសប្តាហ៍នេះគឺអរគុណបងប្អូនដែលតែងតែរងចាំនៅការ live របស់ខ្ញុំបាទរីករាយសួស្តី